Ok, ស្វាគមន៍បងប្អូនទាំងគ្នាមកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានទូរស័ព្ទប្លែកមួយយកមកបង្ហាញទៅដល់បងប្អូនទាំងគ្នាជាពិសេសសម្រាប់បងប្អូនដែលចូលចិត្តលេងទូរស័ព្ទតែម្ដងអានេះគឺជាទូរស័ព្ទ iPhone 16e បងប្អូនទាំងគ្នាដែលទើបតែប្រកាសចេញក្រៅរបស់ Apple ដែរទេហើយនេះគឺជាបងប្អូន iPhone SE ដែលយើងអាចនិយាយបានថាគឺជា iPhone SE ឆ្នាំ2025តែម្ដងវាគឺជាប្រភេទ iPhone 16e ដែលទើបតែប្រកាសចេញក្រៅនេះទេអញ្ចឹងទៅតង់ជាមួយនឹង iPhone SE នេះគឺដំណើរការម៉ាស៊ីនរបស់វាគឺល្អមែនតើខ្ញុំបានតេស្ត performance របស់វាផ្ទាល់ហើយតើតង់ជាមួយនឹងការលេង game បូករួមជាមួយនឹងម៉ាស៊ីនអីគឺដំណើរការល្អអ្វីដែលខ្ញុំសោកស្ដាយបំផុតគឺតើតង់ជាមួយនឹងអេក្រង់របស់វាផ្ទាល់តែម្ដងអេក្រង់នេះបើសិនជាដាក់ 120Hz បងប្អូនទាំងគ្នាគឺជាទូរស័ព្ទដែលល្អបំផុតមែនតើហើយបំពាក់ជាមួយនឹង Dynamic Island មកគឺអែមមែនតើក៏ប៉ុន្តែជាក់ស្ដែងគឺគេដាក់ជាមួយនឹង notch ដដែលគ្រាន់តែ notch នេះគឺតូចជាងស៊េរីទូទៅវាតូចមែនតើសម្រាប់ notch នេះហើយចំពោះកាមេរ៉ាខាងក្រោយ48 megapixel របស់វានេះគឺល្អតាក់ទងជាមួយនឹងការថតរូបភាពក៏ដូចជាថតវីដេអូចំពោះ iPhone 16e នេះគឺជាទូរស័ព្ទដែលកម្រក៏ដូចជាពិបាករកនៅក្នុងពេលបច្ចុប្បន្នដូចគ្នាគ្រាន់តែតម្លៃរបស់វាក៏ថ្លៃដែរតម្លៃវាគឺរហូតដល់$400ជាងនៅក្នុងពេលបច្ចុប្បន្ននេះសម្រាប់មួយទឹកណាអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយបាទ